មានអ្នកស្លាប់និងបាត់ខ្លួនជាច្រើនអ្នកតែអ្វីដែលគួរឲ្យខ្លាចគឺសាកសពរបស់ពួកគេមិនដែលរកឃើញនៅលើភ្នំខ្មោចខេត្តពោធិ៍សាត់នៅខេត្តពោធិ៍សាត់មានរឿងព្រេងជាច្រើនទាក់ទងនឹងព្រៃភ្នំអបិយជំនឿនិងវិញ្ញាណអាថ៌កំបាំងខាងក្រោមនេះជាសាច់រឿងព្រឺព្រួចបែបថ្មីដែលយកអារម្មណ៍ពីកភ្នំខ្មោចមកបន្ថែមឲ្យកាន់តែរន្ធត់និងមានព្រឹត្តិការណ៍គួរឲ្យខ្លាចនៅឆ្នាំ2001មានភ្នំមួយនៅជាយព្រៃក្នុងខេត្តពោធិ៍សាត់ដែលអ្នកស្រុកហៅថាកភ្នំខ្មោចគ្មាននរណាហ៊ានឡើងភ្នំនោះពេលយប់ឡើយព្រោះគេតែងញើសសំឡេងស្រែកយំនិងឃើញភ្លើងពណ៌ខៀវហោះនៅកណ្ដាលព្រៃអ្នកចាស់និយាយថាកាលពីសម័យសង្គ្រាមមានមនុស្សជាច្រើនត្រូវសម្លាប់នៅលើភ្នំនោះហើយវិញ្ញាណមិនអាចទៅចាប់កំណើតបានថ្ងៃមួយមានយុវជន5នាក់មកពីភ្នំពេញចង់ថតវីដេអូបែបផ្សងព្រេងដើម្បីបង្ហោះ YouTube ពួកគេមិនជឿរឿងខ្មោចទេហើយសើចចំអកអ្នកស្រុកថាសម័យនេះហើយនៅជឿខ្មោចទៀតអ្នកភូមិម្នាក់ព្រមានថាបើឡើងភ្នំកុំឆ្លើយសំឡេងណាដែលហៅឈ្មោះអ្នកពីក្រោយគេតែពួកគេមិនស្ដាប់ឡើយពេលល្ងាចពួកគេចាប់ផ្ដើមឡើងភ្នំព្រៃស្ងាត់ខ្លាំងរហូតឬតែសំឡេងខ្យល់បក់និងសត្វយំឆ្ងាយកាមេរ៉ារបស់ពួកគេចាប់ផ្ដើមរអាក់ទោះធ្មេញក៏ដោយម៉ោង 7:12 យប់ពួកគេបានឃើញផ្ទះឈើចាស់មួយកណ្ដាលព្រៃដែលគ្មានអ្នកណាធ្លាប់ឃើញពីមុនមិត្តម្នាក់ឈ្មោះខវិចិត្រគឺបាននិយាយថាយើងចូលមើលសិនប្រហែលបាន content ល្អពេលបើកទ្វារក្លិនស្អុយដូចសាកសពបានផ្ទុះចេញមកនៅលើជញ្ជាំងមានស្នាមដៃខ្មៅជាច្រើននិងអក្សរឈាមសរសេរថាកុំឆ្លើយពេលគេហៅឈ្មោះភ្លាមនោះសំឡេងស្រីម្នាក់ខ្សឹបពីក្រោយវិចិត្រគាត់ភ័យតែតវិញថាបាទភ្លើងទាំងអស់បានរលត់ភ្លាមសំឡេងស្រែករបស់វិចិត្របន្លឺពេញព្រៃមិត្តភក្តិទាំងអស់រត់ចេញពីផ្ទះតែពេលរាប់គ្នាវិញវិចិត្របាត់ខ្លួនពួកគេចាប់ផ្ដើមមើលសំឡេងជើងដើរតាមពីក្រោយនិងសំឡេងមនុស្សខ្សឹបគ្រប់ទេសមិត្តស្រីម្នាក់ឈ្មោះក៏ស្រីនាងក៏យំខ្លាំងព្រោះនាងឃើញស្ត្រីសក់វែងពាក់សម្លៀកបំពាក់ពណ៌ឈើលើមែកឈើហើយភ្នែករបស់នាងខ្មៅទាំងស្រុងស្រាប់តែទូរស័ព្ទរបស់ពួកគេទាំងអស់ទទួលបានវីដេអូមួយដោយស្វ័យប្រវត្តិនៅក្នុងវីដេអូគឺជារូបពួកគេកំពុងឈរពីក្រោយប៉ុន្តែអ្នកថតមិនមាននៅទីនោះទេហើយនៅចុងវីដេអូមានមុខមនុស្សខ្មៅមួយញឹមជិតកាមេរ៉ាពួកគេចាប់ផ្ដើមរត់ចុះភ្នំទាំងភ័យខ្លាចតែផ្លូវដែលពួកគេដើរមុននេះបែរជាវិលត្រឡប់មកផ្ទះឈើចាស់ដដែលមេឃចាប់ផ្ដើមភ្លៀងខ្លាំងសំឡេងស្រីនោះសើចលាន់ពេញព្រៃអ្នកណាឆ្លើយអ្នកនោះត្រូវនៅទីនេះជារៀងរហូតព្រឹកឡើងអ្នកភូមិបានឃើញតែ4អ្នកដេកសន្លប់នៅជើងភ្នំចំណែកខវិចិត្រទីមិនដែលរកឃើញទៀតឡើយប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះក្នុងកាមេរ៉ារបស់ពួកគេមានវីដេអូចុងក្រោយមួយបង្ហាញវិចិត្រកំពុងឈរនៅមុខផ្ទះឈើហើយយឺតបង្វិលក្បាលមកកាមេរ៉ាភ្នែករបស់គាត់ខ្មៅទាំងស្រុងហើយសំឡេងរបស់គាត់និយាយថាមកលេងភ្នំម្ដងទៀតខ្ញុំនៅរងចាំបន្ទាប់ពីហេតុការណ៍ដ៏រន្ធត់នោះមិត្តភ័ក្តិ4នាក់ដែលនៅរស់ត្រូវបានអ្នកភូមិនាំទៅសង្គ្រោះនៅវត្តមួយក្បែរជើងភ្នំពួកគេទាំងអស់សន្លប់អស់ជាង1ថ្ងៃពេលដឹងខ្លួនឡើងគ្មាននរណាម្នាក់ហ៊ាននិយាយពីអ្វីដែលបានឃើញនៅលើភ្នំនោះទេតែអ្វីដែលចម្លែករៀងរាល់យប់ម៉ោង 12 ត្រង់ពួកគេទាំងអស់តែញើសសំឡេងដូចគ្នាមកវិញមកស្រីនាងចាប់ផ្ដើមឈឺខ្លាំងនាងមើលឃើញមនុស្សសក់វែងឈរនៅក្បែរបង្អួចរាល់យប់ពេលបើកភ្នែកម្ដងនាងតែងឃើញដីសើមនិងស្នាមជើងភក់នៅក្នុងបន្ទប់ថ្ងៃមួយព្រះសង្ឃចាស់ក្នុងវត្តបានសួរពួកគេថាតើមានអ្នកណាឆ្លើយសំឡេងនៅលើភ្នំទេគ្រប់គ្នាស្ងៀមបន្ទាប់មកតារាដែលជាមិត្តជិតស្និទ្ធរបស់វិចិត្របាននិយាយទាំងញ័រថាវិចិត្រជាអ្នកឆ្លើយតែខ្ញុំក៏គេហៅឈ្មោះខ្ញុំដែរព្រះសង្ឃមុខស្លេកភ្លាមលោកបានប្រាប់ថាភ្នំនោះធ្លាប់មានគរុងបិទវិញ្ញាណមួយដែលអ្នកបុរាណប្រើសម្រាប់បិទខ្មោចអាក្រក់ក្នុងសម័យសង្គ្រាមតែមានអ្នកមិនដឹងបានទៅបើករូងនោះកាលពីប៉ុន្មានឆ្នាំមុនចាប់តាំងពីថ្ងៃនោះអ្នកឡើងភ្នំពេលយប់ច្រើនតែបាត់ខ្លួនព្រះសង្ឃបានប្រាប់ទៀតថាវិញ្ញាណនៅទីនោះមិនចង់ឲ្យអ្នកណាចេញពីភ្នំទេយប់នោះពេលភ្លៀងកំពុងធ្លាក់ខ្លាំងស្រាប់តែទូរស័ព្ទរបស់តារារោទឡើងលេខដែលទូរស័ព្ទមកគឺវិចិត្រទូរស័ព្ទរបស់វិចិត្របាត់នៅលើភ្នំក៏ដោយតារាដៃញ័រខ្លាំងតែគាត់លើកទទួលសំឡេងខ្សឹបត្រជាក់មួយបានឮចេញមកខ្ញុំនៅឯផ្ទះឈើមកយកខ្ញុំទៅផងប
បន្ទាប់មកមានសំឡេងស្រែកមនុស្សជាច្រើនលាន់ចេញពីទូរស័ព្ទហើយខ្សែទូរស័ព្ទក៏ដាច់ភ្លាមមិត្តភ័ក្តិទាំងអស់ភ័យខ្លាចខ្លាំងពួកគេចង់ចេញពីខេត្តពោធិ៍សាត់ភ្លាមតែព្រឹកថ្ងៃបន្ទាប់ស្រីនាងបាត់ខ្លួននៅលើគ្រែរបស់នាងមានតែដីភក់និងស្នាមអូសដូចមាននរណាម្នាក់ទាញចេញទៅក្រៅពួកគេនាំគ្នាទៅរកនៅជើងភ្នំអ្នកភូមិម្នាក់បានប្រាប់ថាយប់មិញគេឃើញស្រីម្នាក់ដើរឡើងភ្នំម្នាក់ឯងដូចមនុស្សគ្មានវិញ្ញាណតារាសម្រេចចិត្តថាពួកគេត្រូវតែឡើងទៅជួយស្រីនាងទោះត្រូវប្រឈមមុខអ្វីក៏ដោយព្រះសង្ឃបានឲ្យខ្សែក្រវ៉ាត់យ័ន្តនិងប្រាប់ថាបើឃើញអ្វីក៏ដោយកុំឆ្លើយកុំមើលភ្នែកវាពេលឡើងដល់ពាក់កណ្ដាលភ្នំមេឃចាប់ផ្ដើមងឹតខ្លាំងទោះជាម៉ោងទើបតែ5ល្ងាចក៏ដោយសំឡេងសើចស្រីបានលាន់ពីគ្រប់ទិសដើមឈើជុំវិញពួកគេចាប់ផ្ដើមរញ្ជួយទោះគ្មានខ្យល់ភ្លាមនោះមិត្តម្នាក់ឈ្មោះចរិតបានឃើញស្រីនាងឈរឆ្ងាយនាងឈរបែរខ្នងហើយសក់វែងដល់ដីរត់រត់ទៅហៅស្រីនាងបង្វើក្បាលយឺតមុខរបស់នាងស្លេកហើយភ្នែកខ្មៅទាំងស្រុងនាងញឹមប្លែកមុននិយាយសំឡេងមិនដូចមនុស្សថាពួកវាចង់បានអ្នកទាំងអស់គឺភ្លាមនោះដៃខ្មៅជាច្រើនបានលូតចេញពីដីចាប់ជើងរឹតទាញចូលក្រោមដីគាត់ស្រែកខ្លាំងតែគ្មាននរណាជួយទាន់ឡើយក្នុងពេលតែប៉ុន្មានវិនាទីរឹតក៏បាត់ខ្លួនតារានិងមិត្តម្នាក់ទៀតរត់ទាំងភ័យស្លាប់ពួកគេបានទៅដល់ផ្ទះឈើចាស់ម្ដងទៀតតែពេលនេះផ្ទះមិនចាស់ទៀតទេវាคล้ายជាផ្ទះថ្មីភ្លឺចង្គៀងក្រហមហើយមានសំឡេងមនុស្សនិយាយគ្នាខាងក្នុងតារាស្ទើរមិនជឿភ្នែកខ្លួនឯងពេលបើកទ្វារគាត់បានឃើញមនុស្សជាច្រើនអង្គុយញ៉ាំអាហារក្នុងនោះមានវិចិត្រនិងរិទ្ធពួកគេញឹមមករកតារាដូចគ្មានអ្វីកើតឡើងវិចិត្រនិយាយទាំងសើចថាអង្គុយជាមួយពួកយើងមកយើងរងចាំឯងយូរហើយតែតារាសង្កេតឃើញថាមនុស្សទាំងអស់នៅក្នុងផ្ទះគ្មានស្រមោលឡើយហើយអាហារនៅលើតុគឺជាសាច់ឈាមនិងដង្កូវរស់ស្រាប់តែវិចិត្របង្វើក្បាល180ដឺក្រេហើយសម្លឹងតារាទាំងភ្នែកខ្មៅឯងមិនអាចចេញពីទីនេះបានទេភ្លើងទាំងអស់រលភ្លាមសំឡេងស្រែកនិងសំឡេងរត់ពេញផ្ទះបានលាន់ឡើងតារារត់ចេញទាំងភ័យខ្លាចតែពេលចេញក្រៅគាត់ឃើញខ្លួនឯងកំពុងឈរនៅមុខរូងធំមួយក្នុងភ្នំពីខាងក្នុងរូងមានសំឡេងមនុស្សរាប់សិបនាក់ខ្សឹបថាចូលមកហើយនៅជញ្ជាំងរូងមានស្នាមក្រចកនិងឈាមពេញទៅដោយឈ្មោះមនុស្សបាត់ខ្លួនជាច្រើនឆ្នាំឈ្មោះចុងក្រោយដែលទើបលេចឡើងថ្មីគឺតារាភ្លាមនោះដីក្រោមជើងគាត់ចាប់ផ្ដើមបាក់ដៃខ្មៅមួយបានចាប់ករបស់គាត់យ៉ាងខ្លាំងហើយអូសគាត់ចូលទៅក្នុងភាពងឹត